នឹងទឹកចំណេញឬខាតដីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នគឺដើម្បីកំណត់ខ្សែព្រំដែនដែលត្រឹមត្រូវរវាងកម្ពុជានិងថៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយថៃមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេប៉ុន្តែដើម្បីកំណត់ការខានសីមានៅលើដីជាក់ស្ដែងនេះគឺជាបញ្ជារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី25ខែវិច្ឆិកានេះសម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាគោលដៅចម្បងរបស់កម្ពុជាគឺការកំណត់បង្គោលព្រំដែននៅលើដីជាក់ស្ដែងដែលបញ្ជាអំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារកិត្តិយសដែលបន្សល់ទុកពីសម័យអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិសម្ដេចធិបតីជឿថាការនេះគឺជាវិធីសាស្ត្រដោះស្រាយបញ្ហារយៈពេលវែងដើម្បីឈានទៅបញ្ចប់ជម្លោះនិងបង្កលក្ខណៈឲ្យពលរដ្ឋនៅតំបន់ព្រំដែនដែលមានបញ្ហាអាចទទួលសេចក្តីសុខនិងបន្តជីវិតរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាបានការការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាគួរជ្រាបថាតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោលកម្ពុជាថៃ JBC ភាគីកម្ពុជានិងភាគីថៃបានឯកភាពបញ្ជូនក្រុមវាស់វែងចម្រុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42-47នៅខេត្តបន្ទាយមានជ័យនិងលេខ52-59នៅខេត្តបាត់ដំបងកិច្ចការនេះត្រូវបានគេយកមកជជែកវែកញែកតាមបណ្ដាញសង្គមដោយចោទសួរនិងបង្ហាញកង្វល់ថាកម្ពុជាអាចខាតប្រយោជន៍ឬបាត់បង់ទឹកដីជាដើម